អ្វីទៅជាជំងឺ atopic dermatitis atopic dermatitis គឺជាជំងឺ allergy ស្បែកហើយដែលកើតឡើងរ៉ាំរ៉ៃច្រើនហ្នឹងគឺទៅលើក្មេងៗនឹងតែម្ដងហើយរោគសញ្ញារបស់វាគឺកើតមកគឺជាស្នាមផ្ទះរបកមានកម្មឡើងក្រហមរមាស់ខ្លាំងនៅក្មេងតូចអាយុក្រោម1ឆ្នាំគឺភាគច្រើនគឺនៅកើតនៅលើមុខនៅលើដៃនៅលើខ្លួនកន្លែងណាក៏អាចកើតបានដែរប៉ុន្តែខ្លាំងជាងគេនៅលើមុខក្មេងដែលគាត់កាន់តែធំទៅរោគសញ្ញានេះគឺចាប់ផ្ដើមចេញតែនៅតាមកន្លះដៃកន្លះជើងឬក៏នៅខាងក្រោមនេះទេនៅកន្លះកពួនជើងខាងក្រោមឬក៏អាចចេញនៅកន្លែងផ្សេងទៀតនៃរាងកាយប៉ុន្តែកន្លែងដែលចេញញឹកជាងគេគឺតាមកន្លះតែម្ដងអញ្ចឹងការព្យាបាលដែលសំខាន់ជាងគេសម្រាប់ជំងឺ atopic dermatitis នេះគឺការគ្រប់គ្រងរោគសញ្ញាតាមរយៈការប្រើប្រាស់ថ្នាំហើយនិងការការពារដែលទាមទារឲ្យឪពុកម្ដាយក៏ដូចជាអ្នកជំងឺផ្ទាល់ត្រូវយល់ដឹងពីជំងឺហ្នឹងហើយនិងរបៀបការពារដែលមានប្រសិទ្ធភាពបើសិនជាបងប្អូនមានបញ្ហានេះឬក៏មានកូនឬក៏អ្នកដែលស្គាល់មានបញ្ហានេះបញ្ញាប់យកមកប្រឹក្សាជាមួយគ្រូពេទ្យស្បែកពីព្រោះវាអាចប៉ះពាល់ខ្លាំងណាស់ទៅដល់គុណភាពជីវិតរបស់ពួកគាត់ព្រោះវារមាស់ខ្លាំងណាស់ជំងឺហ្នឹងបាទអរគុណច្រើន